chưa ăn bông ôn mà hộp đấy dương trôi chất nhám được dương trăng nhám á bạch tha rồi đôi ca na thì mình tha rồi đôi ca cái đau chuyện là nghĩa mấy cái đau phliêng phẹt mấy ở sầm khăn là rắm dương trăng nhám mày nói bông ôn thì dương trăng nhám ấy nhám năng tư thôi ta mày đồn đồ ngày ní là khơi trong nhám sụp và hot tray mà rẻ hà lỡ phơi nhám vào đòi ta có chỉ thầm ở đó bởi dương nhắm súp nhắm pe khai là nghĩa khai là nghĩa bông ôn bàn ở nhắm chính anh vì súp đã cái đó chứ nè bàn tay dương nhắm khai phliêng của bạn đôi kia vì ở sai lư ca trong nhắm cho ngày nay nhau mà thưa súp và tray mà rẻ ở bông ôn bàn chạy thưa ở kia hai thì thưa nghi tế dương thưa tự súp đôi mình chăm bạch prao chẳng súp prao ấy thì bông ôn nghi tế hãy ở lôi tịnh vậy tất kêu này nhắm thưa nắng tầm một pram pon ria lên bông ôn tịnh mềm ten mỏng vậy tới nhom tinh lại một pram rồi một pon này tê hay cứ này dưỡng phớ miên bột nó nhom vô phơi thực sụp á hay nâng nhom miên tâm xó chỉ muốn pi cặp bự tâm xó pi cặp bự hay tâm cả hóm nâng mà mờm tối nhá dương thưa ca rừng linh kêu sấn hai bông ôn mà miên năng hiện ra bàn lọ tay nhung miên tại năng hiện đang đái vì mình sẽ đang pê tết bàn tay còn là tha dương lĩnh việt toàn ban lọ mán cứ vì ai nhận khỏi bạn chẳng dương chạ tức trâu mong tới còn chạ tức phim pa bên tè phù ấy năng vì cái đau đó bây giờ chạ tức tới vì tu mong bồn tay nhung thấy có play đây hay dựng đã bồn mà play đang trâu chẳng nè bồn nâng cứ pa mình tè mong bồn này hay 700 tra kêu ấy chan thì hay nhậm đạn tờ post kêu bắn nắng hay nhậm đạn đông sụp bị đóng nâng ở score là spray bayទឹកត្រីហ្នឹងមក spray បាយកន្លះតែប៉ុណ្្នឹងឯងមិនបាច់ថែមអីទៀតទេបងប្អូនខ្ញុំហាន់សាច់គោស្ដាងសាច់គោដែលខ្ញុំទិញនេះម្ដុំទូចប៉ុណ្្នឹងហ្នឹង6000មួយខាំកន្លះនិយាយទៅខ្ញុំបានទៅសាបងប្អូនខ្ញុំទិញនៅចិត្តផ្ទះដែរអញ្ចឹងគេលក់តម្លៃខុសផ្សារបន្តិចតែអីទេយើងខ្ជិលអញ្ចឹងយើងទិញនៅចិត្តផ្ទះតម្លៃវាខុសពីយើងនៅសាព្រោះគេយកផ្សារមកដែរអញ្ចឹងណាយល់យកខ្លាំងឥឡូវហើយយើងធ្វើការដាក់ពងមាន់ពងមាន់ក៏អាចពងទាក៏បានដែរមកគ្រាប់ទៅហើយខ្ញុំមកលាយផិតត្រីខ្ញុំអត់បានទិញបានត្រីឆ្លាតទេនៅនេះគេមានលក់តែត្រីគេលាយគ្រឿងស្រាច់បងប្អូនអញ្ចឹងវាអត់សូវស្វិតឆ្ងាញ់ទេតែខ្ញុំយកមកថែមគ្រឿងបន្ថែមហ្នឹងខ្ញុំមានម្រេចហើយម្សៅស៊ុបខ្នុរនឹងបន្តិចនិងប្រេងសណ្ដែកបន្តិចហើយខ្ញុំធ្វើការវាយវាច្បល់វាដំបោកតាមកំហឹងដែលយើងមានអញ្ចឹងដើម្បីសាច់ត្រីយើងវាស្វិតល្អតែដូចខ្ញុំនិយាយវាអត់មែនត្រីឆ្លាតទេអញ្ចឹងអាត្រីនេះទោះជាវាស្វិតមិនក៏វាមិនស្វិតបានឆ្ងាញ់ដូចត្រីឆ្លាតដែរបងប្អូនខ្ញុំមក00ប្រហិតហ្នឹងបងប្អូនប្រហិតហ្នឹងចង់ធ្វើប្រទេសក៏បានចង់មូលក៏បានហើយខ្ញុំក៏មិនមែនជាអ្នកចេះអាជីពអីដែរបងប្អូនអើយពេលខ្លះរៀនតាម YouTube ដែរហ្នឹងមកហូបខ្លះខ្ញុំរៀនតាម YouTube ដែរប៉ុន្តែខ្ញុំធ្វើទៅវាឆ្ងាញ់ខ្ញុំចេះចែកម្លែកបងប្អូនចឹងណាហើយពេលដែលខ្ញុំធ្វើដូចឧទាហរណ៍ស៊ុបនេះចឹងបើខ្ញុំធ្វើអត់ឆ្ងាញ់ក៏ខ្ញុំថតហើយក៏ខ្ញុំអត់ហ៊ានចែកម្លែកបងប្អូនដែរតោះអត់ធ្វើទៅញ៉ាំឆ្ងាញ់អាហ្នឹងបានខ្ញុំចែកម្លែកចឹងណាហ្នឹងបានន័យថាយើងរៀនតគ្នាចាខ្ញុំចិត្តម្រះចឹងម្រះចឹងហើយខ្ញុំចាប់ផ្ដើមមកច្បល់មួយអំបិលបន្តិចណាយើងច្បាច់ជាមួយអំបិលអញ្ចឹងវាអត់ល្វីងទេបងប្អូនប៉ុន្តែបើបងប្អូនចង់ញ៉ាំរៀងល្វីងតិចអីអញ្ចឹងឬក៏ចង់ចេះល្វីងហ្មងអាហ្នឹងបាច់ច្បាច់អំបិលលេគ្រាន់តែស្រុះទឹកក្តៅឬក៏គ្រាន់តែត្រាំទឹកកុំឲ្យវាកពុលទៅបានហើយតែខ្ញុំចង់ឲ្យវាបាត់ល្វីងហ្មងហើយខ្ញុំគ្រាន់តែដាក់ម្រះហ្នឹងចូលក្នុងឆ្នាំងស៊ុបតែមកប្រុកគឺញ៉ាំហ្មងអញ្ចឹងណាហើយគ្រឿងផ្សំយើងស៊ុបយើងរួចហើយហ្នឹង15000បងប្អូនដកតែផាត់សាច់គោចេញណាព្រោះផាត់សាច់គោហ្នឹងខ្ញុំមាននៅក្នុងទូស្រាប់អញ្ចឹងទឹកស៊ុបយើងហ្នឹងយើងដាក់សាច់ផាត់សាច់គោមុនហើយផាត់ត្រីហ្នឹងខ្ញុំយកទឹកស៊ុបហ្នឹងចាក់ពីលើដើម្បីកុំឲ្យវាជាប់នៅចានអញ្ចឹងវាបែកអញ្ចឹងវាបានមូលល្អអញ្ចឹងដាក់អញ្ចឹងមកបងប្អូនមានរបៀបធ្វើអីផ្សេងអាចខមមិនក្រុមវីដេអូខ្ញុំបានហើយខ្ញុំនឹងរៀនបន្ថែមដែរអញ្ចឹងណានិយាយទៅយើងរៀនទៅរៀនមកបងប្អូនហើយកុំភ្លេចជួយ Subscribe Channel ខ្ញុំមួយផងដឹងការបានគ្រប់គោលការណ៍ទេបងប្អូនអើយបើធ្វើមួយថ្ងៃកាត់មួយថ្ងៃកោទី1ទី2មិនសូវមានអ្នកតាមដានអញ្ចឹងណាមិនដឹងថាវីដេអូយើងវាអត់ទាន់គ្រប់លក្ខណៈឬក៏មិនទេបើសិនជាវាថាអត់ទាន់ពេញលក្ខណៈអីបងប្អូនជួយណែនាំផងចាព្រោះអីថ្មីថ្មោងដែរអញ្ចឹងថ្មីថ្មោងធ្វើ YouTube នេះយូរប៉ុន្តែមិនដែរផុសនិយាយទៅអត់ដែរផុសអត់ដែរធ្វើអញ្ចឹងណាបងប្អូនគ្រាន់បង្កើតឲ្យទុកចោលអញ្ចឹងទៅឥឡូវយើងចូលមករឿងស៊ុបយើងវិញ
អានេះម៉ោងសម្រាប់ទេណាបងប្អូនយើងដាក់ខ្ទឹមបំពងយើងចូលមកក្លិនឈ្ងុយពេញផ្ទះឆ្ងាញ់មែនតែនហ្មងហើយក្តៅហើយត្រូវនឹងអាមេរិកម្រេចយើងដាក់ក្នុងផាត់ត្រីយើងហិលទៀតអូបងប្អូនឆ្ងាញ់ហើយទឹកជ្រលក់ខ្ញុំអត់ប្រើអីច្រើនទេខ្ញុំប្រើទឹកតាហ៊ូមួយទឹកត្រីកកុងចឹងព្រោះខ្ញុំចូលចិត្តញ៉ាំបែបហ្នឹងចាំបងប្អូនចង់ញ៉ាំទឹកជ្រលក់បែបណាធ្វើបែបហ្នឹងទៅតាមបេះដូង